ស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនបន្ថែមជុំវិញទៅនឹងមេរៀន Docker របស់យើងបន្ថែមទៀតដែលក្នុងចំណុចនេះគឺយើងនឹងរៀនតាក់ទងទៅនឹង Discharge Mode ដែលអាចនិយាយបានថាក្នុងវីដេអូមេរៀនចាស់ៗបើសិនជាយើងធ្វើការ run តាក់ទងនឹង container ធម្មតាមានថាបើយើង run ធម្មតាគឺនៅពេលដែល run ហើយបើសិនជាតាក់ទងនឹង container មួយហ្នឹងវាមានថាវា live វាអីគឺcell ដែលយើងនៅខាងក្រៅហ្នឹងគឺវានឹងធ្វើការមានថាវានឹងមាន lock មានអីនៅពេញហ្នឹងនិយាយទៅវាធ្វើការ lock តាក់ទងទៅនឹង lock មួយហ្នឹងតែម្ដងយើងអាចធ្វើអីនៅក្នុង current cell ហ្នឹងបានទេហើយជាទូទៅមានថាមិនជាទូទៅគឺអាចថាវីដេអូមុនគឺយើង run តាក់ទងទៅនឹង image យើងបន្ទូគឺនៅពេលយើង run ហើយគឺយើងអត់មានធ្វើអីគឺcontainer ហ្នឹងគឺវានឹង exit ហើយដោយសារតែវាអត់ live តែបើតាក់ទងទៅនឹង image NGX នេះគឺនៅពេលយើង run គឺវា live ចប់រហូតវា waiting នៅ request ដែលមានថាយើង request អីមកកាន់ web server ហ្នឹងគឺវានឹងធ្វើការ respond ទៅវិញចឹងទៅដោយសារ NGX វាគឺជា web server អញ្ចឹងវាធ្វើការlive running ចោលរហូតតយើងបិទទៅវាបិទចឹងទៅអាហ្នឹងបានអញ្ចឹងនៅពេលដែលវាធ្វើការ run បើសិនជាយើងអត់ប្រើប្រាស់ discharge mode ទេគឺ current cell មួយហ្នឹងគឺយើងអាចធ្វើអីបានទាំងអស់ហើយបើយើងចង់ធ្វើការ interact ទៅកាន់cell របស់ container ហ្នឹងគឺយើងធ្វើការបើកនៅ cell ថ្មីក្នុង computer របស់យើងបានយើងអាចធ្វើការ interact បានអញ្ចឹងទៅមើលទាំងអស់គ្នាថាវារបៀបម៉េចเนาะអញ្ចឹងដូចជាក្នុងនេះគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនគឺខ្ញុំធ្វើការ run តាក់ទងទៅនឹង image NGX ហើយបន្តមកគឺមិនថា version របស់ខ្ញុំគឺខ្ញុំប្រើប្រាស់ Alpine 3.24 per ហ្នឹងហើយអញ្ចឹងបើសិនជាខ្ញុំអត់ធ្វើការដាក់ .d មានថាខ្ញុំអត់ប្រើប្រាស់ discharge mode ទេគឺខ្ញុំ run គឺវានឹងចេញ lock បានអញ្ចឹងណាអាហ្នឹងតាម application បើសិនជា application របស់គេមាន lock គឺវានឹងចេញ lock តែបើគេអត់ lock ទេគឺស្ងាត់ជ្រាបអញ្ចឹងទៅអញ្ចឹងដូចជាបងប្អូនបានឃើញអញ្ចឹងថាឥឡូវគឺខ្ញុំចង់ interact អីគឺអត់កើតទេខ្ញុំចង់ CSR អីគឺអត់កើត LS អីអត់កើតទេដោយសារតែឥឡូវតាក់ទងទៅនឹងក្នុងនេះគឺវាធ្វើការ lock តាក់ទងទៅនឹងមានថាវាធ្វើការ lock មានថាធ្វើការចាក់សោនៅក្នុង cell បច្ចុប្បន្នរបស់ខ្ញុំអត់ហើយអញ្ចឹងខ្ញុំអាចធ្វើបានទេអញ្ចឹងបើខ្ញុំចង់ interact គឺខ្ញុំធ្វើការបើក cell ថ្មីដើម្បីធ្វើការ interact អញ្ចឹងទៅតែសម្រាប់ cell ចាស់នេះគឺអត់ទេណាគឺអត់ទេគឺវាជាប់អញ្ចឹងហើយយើងធ្វើអីអត់បានទេអញ្ចឹងបើសិនជាបងប្អូនធ្វើការប្រើប្រាស់តាក់ទងទៅនឹង discharge mode គឺវាអត់ lock អញ្ចឹងទេខ្ញុំធ្វើការ control C ដើម្បីធ្វើការផ្ដាច់ terminal មួយហ្នឹងអញ្ចឹងនៅពេលយើងផ្ដាច់គឺ container មួយហ្នឹងក៏វាធ្វើការ exit ចេញដូចគ្នាអាហ្នឹងបានអញ្ចឹងខ្ញុំប្រើប្រាស់តាក់ទងទៅនឹងគេហៅថា .d discharge mode អញ្ចឹងខ្ញុំធ្វើការដាក់ .d ប៉ុណ្ណឹងគឺវាធ្វើការ run នៅ container បាត់ទៅហើយណាហ្នឹងហើយវាធ្វើការ run នៅ container ហើយបន្តមកវាធ្វើការ respond តាក់ទងនឹង ID នៃ container មួយហ្នឹងបានអញ្ចឹងអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ថាdischarge mode ហ្នឹងវារបៀបម៉េចហើយអត់ discharge mode ហ្នឹងវារបៀបម៉េចអញ្ចឹងសរុបមកវិញនៅពេលយើងប្រើប្រាស់ discharge mode គឺយើងចំណេញ cell មានថាយើងអត់ត្រូវការចំណាយលើ cell បើក cell មួយទេដើម្បីធ្វើការ interaction ដើម្បីអីគឺយើងគ្រាន់ធ្វើការទៅលើ cell តែមួយហ្នឹងគឺវាអូខេណាចំណេញ memory អូខេអានេះគ្រាន់ជាមេរៀនមួយដែលបងប្អូនអាចនឹងមើលទៅថាវាមិនដែរហើយអានេះខ្ញុំអត់តមកយល់អីវិញឆ្ងាយច្រើនទេអាចនិយាយបានថានេះទៅពេលដែលយើងអត់ប្រើប្រាស់ discharge mode យើងចង់ lock ចង់មើលអីយើងត្រូវការបើក cell ថ្មីអញ្ចឹងទៅតែបើសិនយើងប្រើប្រាស់ discharge mode គឺ it's okay គឺយើងគ្រាន់ធ្វើការ run ហើយយើងដាក់ discharge mode ហើយអញ្ចឹងគឺយើងអាចធ្វើការ play around នៅក្នុង current cell ហ្នឹងតែម្ដងយើងអត់ចាំបាច់ធ្វើការបើក cell ថ្មីអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានប្រព័ន្ធនៅដូចគ្នាសង្ឃឹមថាបងប្អូននឹងយល់ហើយបើអត់យល់ធ្វើការតម្លាក់ comment បន្ថែមនៅខាងក្រោមខ្ញុំនឹងធ្វើការឆ្លើយតបអញ្ចឹងខ្ញុំមានប្រព័ន្ធនឹងអរគុណច្រើនបាយបាយ